ខ្ញុំបាទសូមគោរពជម្រាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីទូរទស្សនិកជនជាទីគោរពនេះជាកម្មវិធីអិសរាជជនឆ្នើមថ្នាក់ជាតិកម្មវិធីអិសរាជជនឆ្នើមថ្នាក់ជាតិជាកម្មវិធីដែលបង្កើតឡើងតាមគំនិតរួចផ្ដើមសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាអិសរាជជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដជំងឺអេដនិងការអភិវឌ្ឍនៅកម្ពុជានិងជាអិសរាជជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារក្រោមប្រធានបទជំងឺទឹកនោមផ្អែមនិងការទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនកុមារីអាយុ9ឆ្នាំកម្មវិធីបង្ហាញជូនវគ្គទី1ការអប់រំផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែមនិងស្ត្រីមានផ្ទៃពោះវគ្គទី2ការផ្សព្វផ្សាយពីការទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនកុមារីអាយុ9ឆ្នាំលោកជំទាវ លំគុនធេរីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការនិងជាប្រធានក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងអញ្ជើញឆ្លើយសំណួរមួយចំនួនរបស់កម្មវិធីជាកិច្ចដំបូងនេះលោកយូសំនៀងនឹងបង្ហាញជូនចំណាប់អារម្មណ៍របស់មហាជនសូមអរគុណលោកទុំចន្ទធីបងតើបងបានជ្រាបព័ត៌មានអំពីការផ្ដល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ9ឆ្នាំដែរទេបងធ្លាប់លើហើយធ្លាប់ដឹងថាមានបងប្អូនសាច់ញាតិនៅជិតផ្ទះហ្នឹងក៏ធ្លាប់យកទៅចាក់ដែរបានហ្នឹងបងបានហ្នឹងផងដោយសារអាព័ត៌មានហ្នឹងដូចថាមិនបានរីកធំទូលាយអញ្ចឹងខ្ញុំក៏មិនចាប់អារម្មណ៍ដែរបងបានហ្នឹងដែរបងខាងហ្នឹងវាអត់ស្អីដឹងដែរថាពីព្រោះអត់មានគ្រួសារអញ្ចឹងបងបានបងព្រោះអីខ្ញុំបានស្ដាប់ព័ត៌មានតាមទូរស័ព្ទគេផ្សាយហើយកូនស្រីខ្ញុំក៏បានចាក់ហើយដែរលោកគ្រូនៅសាលាចាក់ឲ្យចាដឹងតែបងទួលដឹងតើបងដឹងតាមរយៈណាដែរបងនិយាយទៅផ្សព្វផ្សាយផងឲ្យខាងគ្រូនៅសាលាគាត់ប្រាប់អញ្ចឹងណាប្រាប់ឲ្យកូនហើយអញ្ចឹងកូនគាត់មកប្រាប់ដល់ព័ត៌មានឲ្យយើងបន្ថែមអញ្ចឹងណាខ្ញុំបានស្ដាប់តាមគេផ្សាយគាត់ផ្សាយតាមព័ត៌មាននឹងប៉ុស្តិ៍អីខ្លះទេណាច្រើនប៉ុស្តិ៍ហើយខ្ញុំបានឮដឹងថាឲ្យយកក្មេងអាយុ9ឆ្នាំចុះហ្នឹងទៅចាក់នៅពេទ្យលួងម៉ែជាបន្តសូមអញ្ជើញតាមដានកិច្ចពិភាក្សារបស់លោកស្រីគិតបូរ៉ាហ្វីសូមអរគុណលោកសំនៀងទូរទស្សនិកជនជាទីគោរពស្វាគមន៍មកកាន់វគ្គសន្ទនាជាមួយវាគ្មិនកិត្តិយសដែលកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះទទួលបានការអញ្ជើញចូលរួមជាវាគ្មិនដោយលោកជំទាវ លំគុនធេរីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការនិងជាប្រធានក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចាសូមគោរពជំរាបសួរលោកជំរាបសួរជំទាវសុខទុក្ខយ៉ាងណាដែរចាសុខសប្បាយធម្មតាចាសូមគោរពអរគុណណាស់លោកជំទាវដែលបានចំណាយពេលវេលានិងផ្ដល់កិត្តិយសចូលរួមជាវាគ្មិននៅក្នុងកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះមុននឹងឈានចូលដល់កិច្ចសន្ទនានៅក្នុងប្រធានបទយើងជាបន្តនោះនាងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកជំទាវអំពីចំណាប់អារម្មណ៍ចាទៅលើវីដេអូមុននេះដែលបានបង្ហាញជូនអំពីសម្រងមតិប្រជាពលរដ្ឋចាសូមគោរពអញ្ជើញចានាងខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋយើងបានទទួលព័ត៌មានយ៉ាងជាក់លាក់តាមរយៈការផ្សព្វផ្សាយនៅតាមមូលដ្ឋានក៏ដូចជានៅតាមសាលារៀនហើយពួកគាត់ក៏មានការយល់ដឹងហើយបានជូនកូនទៅទទួលយកវ៉ាក់សាំងការពារសុខភាពមាត់ស្បូននេះបានមួយចំនួនធំចាហើយក៏នៅមានការខ្វះខាតចន្លោះបន្តិចតួចដែលយើងមិនទាន់បានផ្សព្វផ្សាយទៅដល់បងប្អូនជាពលរដ្ឋចាសូមអរគុណលោកជំទាវសម្រាប់ចំណាប់អារម្មណ៍ទៅលើសម្រងមតិជាប្រវត្តិដែលបានបង្ហាញជូនជាបន្តសូមគោរពអញ្ជើញលោកជំទាវនិងទូរទស្សនិកជនតាមដានទស្សនាវីដេអូបទយោការនៅក្នុងវគ្គទី1របស់យើងតែម្ដងសូមអញ្ជើញនេះជាសកម្មភាពអប់រំផ្សព្វផ្សាយរបស់យុវជនកាកបាទក្រហមកម្ពុជាស្ដីពីការបង្ការជំងឺមិនឆ្លងនិងជំងឺទឹកនោមផ្អែមតាក់ទងនឹងចំណីអាហារដែលរៀបចំដោយក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនៃវិទ្យាល័យហ៊ុនសែនត្បែងឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំលោកបណ្ឌិតវ៉ាសុភ័ក្រប្រធានការិយាល័យជំងឺឆ្លងនិងមិនឆ្លងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជានិងជាលេខាក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិបានធ្វើបទបង្ហាញដែលឮគេនិយាយជំងឺមិនឆ្លងណាដែលជំងឺមិនឆ្លងមានជំងឺអីខ្លះមហារីកអីទៀតទឹកនោមផ្អែមអីទៀតផ្លូវដង្ហើមរ៉ាំរ៉ៃអីទៀតជំងឺបេះដូងសរសៃឈាមមានតែប៉ុណ្ណឹងទេមែនទេជំងឺមិនឆ្លងឬក៏មានទៀត
មានច្រើនសូមជម្រាបថាជំងឺមិនឆ្លងមានរាប់រយប្រភេទយើងរាប់អត់អស់ទេច្រើនណាស់ជំងឺមិនឆ្លងក៏ប៉ុន្តែនៅពេលនេះពិភពលោកទាំងមូលជាពិសេសអង្គការសុខភាពពិភពលោកផ្ដោតសំខាន់ទៅលើជំងឺមិនឆ្លងធំតែ4ទេពីព្រោះជំងឺមិនឆ្លងធំទាំង4ដោយបងប្អូនក្មួយបានរៀបរាប់បំបញ្ញមិញនេះវាតំណាងឲ្យការស្លាប់របស់មនុស្សនឹងច្រើនលើសលប់តាមឯកសាររបស់នាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជាបានបង្ហាញថាជំងឺដែលមានអត្រាមរណភាពខ្ពស់ជាងគេគឺជំងឺដាច់សរសៃឈាមបេះដូងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺទឹកនោមផ្អែមនិងជំងឺមហារីកជំងឺមិនឆ្លងចម្បងទាំងនេះគឺជាបន្ទុកសង្គមនិងរាជរដ្ឋាភិបាលនិងជាការគំរាមកំហែងដ៏ធំមួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាជំងឺមហារីកបានកើនឡើងជិត 90% ក្នុងនោះមានជំងឺមហារីកសូដន់និងជំងឺមហារីកមាត់ស្បូនជំងឺទឹកនោមផ្អែមមានជាង 230,000 ករណីគឺកើនឡើង 59% បើធៀបនឹងឆ្នាំ 2023 ជំងឺលើសឈាមមានជាង 40,000 ករណីគឺកើនឡើង 21% និងជំងឺសុខភាពផ្លូវចិត្តក៏កំពុងមានការកើនឡើងដែរ80% នៃជំងឺមិនឆ្លងអាចការពារដោយវិធានការដ៏មានប្រសិទ្ធភាពចំពោះកត្តាប្រឈមទាំងនេះពោលគឺទម្លាប់រស់នៅល្អនិងស្រឡាញ់ខ្លួនត្រូវស្ងួនចំណីយើងបានសហការជាមួយមន្ទីរបរិស្ថានហើយជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តបងធំក្នុងនោះជានិច្ចកាលរៀងរាល់ថ្ងៃច័ន្ទពេលកូនមុនគោរពទង់ជាតិនៅតាមវិទ្យាល័យយើងតែងតែធ្វើការផ្សព្វផ្សាយពី15ទៅ30នាទីដើម្បីបញ្ជ្រាបដល់ក្មួយសិស្សានុសិស្សលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសាលាបាទក្រោយពីយើងធ្វើការប្រមូលផ្ដុំតាមរយៈសេវាកម្មរបស់កាកបាទក្រហមដូចជាតាមរយៈការចែកអំណោយមនុស្សធម៌តាមរយៈចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋស្ត្រីមានផ្ទៃពោះស្ត្រីឆ្លងទន្លេឬក៏តាមប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតហើយក្នុងនោះយើងតែងតែបញ្ជ្រាបគ្រប់ការងារតាក់ទងនឹងសុខភាពសហគមន៍មានសុខភាពល្អហ្នឹងបាទយើងតែងតែថ្នាក់ដឹកនាំតែងតែបញ្ជ្រាបការងារហ្នឹងជាមួយបងប្អូនប្រជាពលរដ្ឋឲ្យគាត់យល់ដឹងអំពីការប្រែប្រួលអាកាសធាតុការវិធានការការពារជំងឺឆ្លងជំងឺមិនឆ្លងគ្រប់សេវាកម្មយើងខ្ញុំមកបង្ហាញអំពីរូបនេះដែលគេនិយាយអំពីសកម្មភាពដែលប្រឈមនឹងការឆ្លងមេរោគអេដស៍ការផ្សព្វផ្សាយអប់រំក៏បានបង្ហាញអំពីអាហារសុខភាពអាហារសុវត្ថិភាពនិងអាហារមិនសុខភាពផងដែរក្រុមយុវជនបានលើកមកបង្ហាញផងដែរនៅសារអំពាវនាវរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនគឺទម្លាប់រស់នៅប្រកបដោយសុខភាពល្អនោះយើងនឹងអាចបញ្ជៀសបានជាមិនខាននៅជំងឺមិនឆ្លងនានាដូចជាជំងឺសរសៃឈាមបេះដូងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺទឹកនោមផ្អែមជំងឺមហារីកសូដន់និងជំងឺមហារីកមាត់ស្បូនព្រមទាំងកុំភ្លេចការថែទាំសុខភាពផ្លូវចិត្តឲ្យបានល្អនាងខ្ញុំបានចូលរួមអំពីការផ្សព្វផ្សាយជំងឺឆ្លងនិងមិនឆ្លងនៅក្នុងការផ្សព្វផ្សាយមិញយើងខ្ញុំបានចូលរួមផ្សព្វផ្សាយអំពីប្រធានបទទី1ដើម្បីឲ្យសហគមន៍មានសុខភាពល្អនិងទី2ដើម្បីឲ្យសង្គមមានភាពស៊ាំទៅនឹងអាកាសធាតុមិញនេះនាងខ្ញុំបានចូលរួមផ្សព្វផ្សាយអំពីជំងឺមិនឆ្លងនិងជំងឺឆ្លងហើយនឹងការធ្វើឲ្យសហគមន៍មានភាពធន់ជាមួយនឹងអាកាសធាតុពេលដែលខ្ញុំទទួលបានការផ្សព្វផ្សាយអំបញ្ញមិញនេះនៅពេលដែលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងទៅជួយផ្សព្វផ្សាយនៅក្នុងសង្គមនៅក្នុងសហគមន៍ឬនៅក្នុងសង្គមរបស់ខ្ញុំក្នុងសកម្មភាពអប់រំផ្សព្វផ្សាយស្ដីពីការបង្ការជំងឺមិនឆ្លងនិងជំងឺទឹកនោមផ្អែមតាក់ទងនឹងចំណីអាហារនេះក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិកាកបាទក្រហមកម្ពុជារួមសហការជាមួយសាខាបានបន្តដាំកូនឈើចំនួន50ដើមនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនត្បែងស្ថិតក្នុងឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំផងដែរយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ធំបានចាប់អារម្មណ៍លើការដាំកូនឈើនេះ
ការដាំដើមឈើគឺវាជួយខ្លាំងមែនតើដល់សង្គមយើងក៏ដូចជាប្រទេសជាតិយើងហើយក៏ដូចជាផែនដីរបស់យើងទាំងមូលដែរព្រោះដើមឈើបានផ្ដល់ផលប្រយោជន៍ជាច្រើនដូចផ្ដល់ផលជាច្រើនដល់យើងក៏ដូចជាមនុស្សទូទាំងពិភពលោកដែលជួយដល់ការកាត់បន្ថយការមានគ្រោះធម្មជាតិការឡើងកម្ដៅឬក៏មានខ្យល់ពុលអីដែលប៉ះពាល់ដល់សុខភាពមនុស្សយើងផងដែរខ្ញុំគិតថាវាគឺជារឿងដ៏ល្អខ្លាំងមែនទែនដោយសារតែយើងបានយល់ដឹងហើយថាដើមឈើគឺពិតជាមានសារៈប្រយោជន៍យ៉ាងខ្លាំងដោយវាជួយបន្សុទ្ធនៅឧស្ម័នអុកស៊ីសែនហើយវាក៏វាស្រូបយកនៅឧស្ម័នកាបូនិកជាដើមដោយដើមឈើវាជួយឲ្យយើងទទួលបាននៅជំរកជួយកាត់បន្ថយគ្រោះរាំងស្ងួតជួយកាត់បន្ថយគ្រោះរាំងស្ងួតជួយឲ្យពិភពលោកយើងពោរពេញដោយពណ៌បៃតងចាសសូមអរគុណតាមរយៈវីដេអូដែលបានបង្ហាញជូនអំបញ្ញមិញនេះគឺបានបង្ហាញជូនអំពីការផ្សព្វផ្សាយនៅការបង្ការជំងឺមិនឆ្លងនិងជំងឺទឹកនោមផ្អែមតាក់ទងនឹងចំណីអាហារចាសដែលជាការពិតចំណីអាហារពិតជាមានសារៈសំខាន់ក្នុងការថែទាំសុខភាពឲ្យបានល្អដោយដែលគេថាស្រឡាញ់ស្ងួនចំណីចាសលោកជំទាវដូច្នេះនាងខ្ញុំសូមអនុញ្ញាតជំរាបសួរលោកជំទាវតាក់ទងជាមួយនឹងក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិសាខាខេត្តកំពង់ធំតើបានចូលរួមយ៉ាងណាខ្លះទៅជាមួយផ្នែកសុខាភិបាលក្នុងការបង្ការជំងឺទឹកនោមផ្អែមព្រមទាំងជំងឺឆ្លងជំងឺមិនឆ្លងតាក់ទងជាមួយនឹងចំណីអាហារនេះលោកទាវចាសសូមគ្រប់ជ័យលោកទាវចាបើពិនិត្យជាទូទៅឃើញថាក្រមអិសរាជជនឆ្នើមកាក់បាត់ហមសាខាខេត្តកំពង់ធំចាបានចូលរួមយ៉ាងសកម្មតាមសហគមន៍ក៏ដូចជានៅតាមសាលារៀនធ្វើឲ្យសិស្សានុសិស្សមួយចំនួនបានកាន់តែមានការយល់ដឹងទៅលើបញ្ហាសុខភាពរបស់ខ្លួនដែលតាក់ទងទៅនឹងជំងឺឆ្លងនិងជំងឺមិនឆ្លងនេះចាជាពិសេសនៅតាមសាលារៀនយើងក៏បានផ្សព្វផ្សាយឲ្យមានការប្រុងប្រយ័ត្នលើការលក់ចំណីអាហារនៅក្នុងសាលារៀនចាសូមអរគុណលោកជំទាវតាក់ទងជាមួយការបង្ហាញជូននៅវីដេអូដែលបានចុះផ្សព្វផ្សាយអំបញ្ញមិញនេះតើលោកជំទាវមានចំណាប់អារម្មណ៍អ្វីជាសំខាន់ទៅលើការទស្សនាអំបញ្ញមិញនេះសូមលោកជ័យលោកជំទាវចាចំណាប់អារម្មណ៍សំខាន់ឃើញថាបងប្អូនប្រជាពលរដ្ឋយើងមានការយល់ដឹងកម្រិតខ្ពស់ចាហើយពួកគាត់មានការចូលរួមពិសេសគឺសិស្សានុសិស្សចាចូលរួមមិនថាតែការតាក់ទងទៅនឹងការទទួលវ៉ាក់សាំងទេគឺគាត់មានការប្រុងប្រយ័ត្នលើរបបចំណីអាហារហើយពិសេសទៀតក៏ចូលរួមក្នុងការដាំដើមឈើតាក់ទងទៅនឹងបរិស្ថានទប់ស្កាត់ទៅនឹងការបម្រែបម្រួលអាកាសធាតុផងដែរចាលើពីនេះទៀតខ្ញុំគិតថាអ្វីដែលកាកបាទក្រហមក៏ដូចជាសកម្មភាពរបស់អិសរាជជនឆ្នើមគួរតែបង្កើនការផ្សព្វផ្សាយឲ្យបានច្រើនទៅដល់សហគមន៍ដើម្បីសហគមន៍មានសុខភាពល្អចានាងខ្ញុំពិតជាមានសេចក្តីសំណោះរីករាយនៅពេលបានឃើញនៅសកម្មភាពនៅក្នុងវីដេអូនេះឃើញថាក្មួយយុវជនកាកបាទក្រហមនៃសាខាខេត្តកំពង់ធំដែលបានចូលរួមយ៉ាងសកម្មហើយសង្ឃឹមថាក្មួយនឹងមានចំណេះដឹងនិងបទពិសោធន៍ដែលទទួលបានពីការផ្សព្វផ្សាយនេះទៅដល់សហគមន៍ទោះបីជាក្មួយទៅនៅទីណាក៏ដោយក្មួយបញ្ចប់ការសិក្សានៅក្នុងអនុវិទ្យាល័យឬវិទ្យាល័យក៏ដោយក៏អាចយកចំណេះដឹងនេះទៅបន្តការជួយដល់រាជរដ្ឋាភិបាលនៅតាមសាកលវិទ្យាល័យផ្សេងទៀតជាពិសេសគឺសូមគោរពតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចគតិប្រណិតប៊ុនរនីហ៊ុនសែនដែលលោកបានផ្ដល់នៅអនុសាសន៍បន្ថែមពីលើការទទួលវ៉ាក់សាំងនឹងទៀតគឺស្នើសុំឲ្យតាមអនុសាសន៍ស្រឡាញ់ខ្លួនឲ្យស្ងួនចំណីអរគុណលោកទាវចាជាបន្តសូមគោរពអញ្ជើញលោកទាវនិងទូតទស្សនិកជនតាមដានទស្សនាវីដេអូនៅក្នុងវគ្គទី2របស់យើងតែម្ដងសូមអញ្ជើញចាក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានរៀបចំពិធីអប់រំផ្សព្វផ្សាយស្ដីពីជំងឺទឹកនោមផ្អែមនិងការមានផ្ទៃពោះការទទួលបានវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនកុមារីអាយុ9ឆ្នាំជូនស្ត្រីមកពិនិត្យផ្ទៃពោះ
និងពិនិត្យជំងឺក្រៅប្រមាណ30នាក់នៅមណ្ឌលសុខភាពសាន់កូឃុំសាន់កូស្រុកកំពង់ស្វាយខេត្តកំពង់ធំអំពីជំងឺទឹកនោមផ្អែមនិងការមានផ្ទៃពោះប្រធានមណ្ឌលសុខភាពសាន់កូបានឲ្យដឹងពីសកម្មភាពកន្លងមកកម្មវិធីជំងឺមិនឆ្លងទាក់ទងទឹកនោមផ្អែមគឺយើងបានចាប់ផ្ដើមដំណើរការជាធម្មតាទេហើយជាពិសេសគឺមានតែស្ត្រីវ័យចំណាស់ដែលគាត់មកទទួលទាក់ទងទៅនឹងជំងឺទឹកនោមផ្អែមហើយទាក់ទងការងារនេះគឺយើងបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ទៅដល់សហគមន៍មួយទៀតទាក់ទងនឹងប្រជុំគណៈកម្មការប្រជុំនៅសាលាឃុំកកនុកហើយប្រជុំក្រុមត្រួតត្រងសុខភាពភូមិគឺយើងផ្សព្វផ្សាយឲ្យពួកគាត់ជួយជំរុញស្ត្រីដែលមានអាយុចាប់ពី40ឡើងមកគឺត្រូវមកស្រាវជ្រាវរោគជំងឺទឹកនោមផ្អែមលើសសម្ពាធឈាមនៅមណ្ឌលសុខភាពយើងមានថ្នាំហើយនឹងមានតេស្តសម្រាប់ធ្វើជូនពួកគាត់ជំងឺទឹកនោមផ្អែមលើស្ត្រីមានផ្ទៃពោះគឺជាការកើនឡើងជាតិស្ករក្នុងឈាមក្នុងអំឡុងពេលមានផ្ទៃពោះហើយជាតិស្ករនឹងត្រឡប់មកធម្មតាវិញប៉ុន្តែការកើនឡើងជាតិស្ករក្នុងឈាមពេលមានផ្ទៃពោះនេះហើយដែលបង្កឲ្យមានផលវិបាកទាំងម្ដាយនិងកូននៅពេលដែលយើងដឹងថាខ្លួនឯងបាត់រដូវភ្លៀងយើងគួរតែមកមណ្ឌលសុខភាពដើម្បីពិគ្រោះយោបល់ជាមួយនឹងលោកគ្រូពេទ្យឬមួយក៏អ្នកគ្រូពេទ្យចាដើម្បីយើងទទួលបានសេវាថែទាំសុខភាពឬមួយក៏ថ្នាំគ្រាប់ជាតិដែកថ្នាំការពារតេតាណូសឬមួយក៏វិធីសាស្ត្រផ្សេងដើម្បីការពារការលូតលាស់កូនរបស់យើងមួយក៏រោគសញ្ញាគ្រោះថ្នាក់ដែលយើងអាចជួបប្រទះនៅពេលដែលយើងកំពុងតែមានផ្ទៃពោះអរគុណច្រើនតើស្ត្រីមានផ្ទៃពោះណាខ្លះដែលមានការប្រឈមមុខទៅនឹងការកើតជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះស្ត្រីដែលមានអាយុចាប់ពី35ឆ្នាំឡើងទៅមានសាច់ញាតិមានជំងឺទឹកនោមផ្អែមប្រភេទទី2ធ្លាប់មានប្រវត្តិកូនថ្លោសពេកលើសពី4គីឡូក្រាមនិងមានទឹកភ្លោះច្រើនធ្លាប់មានប្រវត្តិកូនស្លាប់ក្នុងពោះដោយរោគមូលហេតុមិនឃើញអំពីការផ្ដល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនកុមារីអាយុ9ឆ្នាំប្រធានមណ្ឌលសុខភាពសាន់កូបានឲ្យដឹងបាទតើតើនៅក្នុងវ៉ាក់សាំងការពារមហារីកមាត់ស្បូននេះនៅមណ្ឌលសុខភាពយើងគឺបានផ្សព្វផ្សាយទៅសហគមន៍តាមសាលាឲ្យគាត់ស្រង់កុមារីដែលមានអាយុ9ឆ្នាំមកទទួលវ៉ាក់សាំងការពារមហារីកមាត់ស្បូនតើតើនឹងការវ៉ាក់សាំងនេះគឺក្រុមមណ្ឌលសុខភាពយើងខ្ញុំបានចុះទៅតាមសាលាតាមភូមិតែដល់ពេលយើងទៅពួកគាត់អត់នៅគាត់ឲ្យពួកគាត់មកទទួលនៅមណ្ឌលសុខភាពចំនួន2លើករួចមកហើយបានសរុបប្រហែលជា110នាក់ចំពោះស្ត្រីកុមារី9ឆ្នាំប៉ុន្តែឥឡូវនេះមានផែនការថ្មីនេះយើងអត់ទាន់បានចាប់ផ្ដើមទៀតទេគឺឲ្យស្រង់កុមារ9ឆ្នាំ1ក្រុម13 14 1ក្រុមហើយនឹង15ទៅ25 1ក្រុមអាហ្នឹងយើងចុះចាក់នៅតាមសាលាបាទព្រោះវ៉ាក់សាំងការពារមហារីកមាត់ស្បូនបាទប៉ុន្តែឥឡូវនេះយើងអត់ទាន់បានវ៉ាក់សាំងមកយើងអត់ទាន់បានចុះទៅផ្ដល់ឲ្យពួកគាត់នៅឡើយទេមហារីកមាត់ស្បូននេះតាក់ទងនឹងស្ត្រីភាគច្រើនយើងនៅតែមានការឬថាព្រួយបារម្ភការខ្មាស់អៀនគាត់មិនសូវមកទទួលទេបាទនៅមណ្ឌលណាប៉ុន្តែជាទូទៅឲ្យតែមកមណ្ឌលនៅចំវ័យស្ត្រីពី30ទៅដល់39ហ្នឹងតើតើជំងឺមហារីកហ្នឹងគឺយើងត្រូវអប់រំគាត់ណែនាំគាត់ឲ្យគាត់ព្រមព្រៀងធ្វើបើកាលណាគាត់មិនព្រមព្រៀងទេយើងក៏អត់ហ៊ានបង្ខំគាត់ដែរអានោះជាសិទ្ធិក្នុងការទទួលសេវាផាន់គាត់បាទយើងមានសិទ្ធិក្នុងការអប់រំការផ្ដល់បាទយើងមិនបង្ខិតបង្ខំគាត់ទេដើម្បីបង្ការពីជំងឺមហារីកមាត់ស្បូនយើងមានវិធីសាស្ត្រដ៏ល្អធំ2ទី1ចាក់វ៉ាក់សាំងការពារវីរុសលើក្មេងស្រីអាយុចន្លោះពី9ទៅ13ឆ្នាំត្រូវចាក់វ៉ាក់សាំងមុនពេលរួមភេទទី2ត្រូវធ្វើតេស្តមាត់ស្បូនរោគមើលភាពមិនប្រក្រតីនៃមាត់ស្បូនត្រូវកាត់បន្ថយហានិភ័យនៃការកើតមហារីកមាត់ស្បូនគឺអនាម័យទ្វារមាសជាពិសេសមុនពេលរួមភេទជៀសវាងរួមភេទនៅវ័យក្មេងពេកជៀសវាងមានដៃគូរួមភេទច្រើនជៀសវាងមានកូនច្រើនជៀសវាងប្រើប្រាស់ថ្នាំជក់ឬបារីក្នុងនាមជាអ្នកត្រួតត្រងសុខភាពភូមិសូមពោឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អ្នកម្ដាយដែលមានកូនជាស្ត្រីកូនជាកុមារដែលជាស្ត្រី
ឲ្យគ្រប់អាយុ9ឆ្នាំឲ្យនាំមកមណ្ឌលសុខភាពដើម្បីទទួលវ៉ាក់សាំងការពារមហារីកមាត់ស្បូន ចឹងក្នុងនាមខ្ញុំជាប្រធានមណ្ឌលសុខភាពនិងបុគ្គលិកទាំងអស់សូមពាវនាវទៅដល់ប្រជាពលរដ្ឋក្នុងឃុំសាន់កោទាំងមូលឬក៏ទូទាំងខេត្តអញ្ជើញមកធ្វើការស្រាវជ្រាវមហារីកមាត់ស្បូននៅទីនេះបានបាទគ្រប់ទាំងអស់អត់មានរើសពូជពណ៌សម្បល់វណ្ណៈអ្វីឡើយគឺមកគឺខាងមណ្ឌលសុខភាពយើងខ្ញុំនឹងផ្ដល់ជូនដូចគ្នាក្នុងនាមនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តបងធំសូមពីនូវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អហើយនឹងកូននឹងមេដាបិតាដែលមានបុត្រធីតាគ្រប់អាយុ9ឆ្នាំទៅសូមមេត្តាទៅទទួលវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបាទគេហៅថាមេរោគអេដ PV បាទគឺយើងមានវិធានការអស់គ្នាព្រោះយើងរដ្ឋាភិបាលយើងរាជរដ្ឋាភិបាលយើងមានវ៉ាក់សាំងសម្រាប់ការពារមេរោគនឹងហើយបាទសូមអរគុណបាទ ក្រុមការងារក៏បាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានភ្ជាប់ដោយវត្ថុអនុស្សាវរីយ៍មួយចំនួនមានគ្រឿងបរិក្ខារប្រើប្រាស់បរិក្ខារអនាម័យនិងអង្គសរីរាង្គជាដើមដល់ស្ត្រីដែលបានចូលរួមព្រមទាំងបានសួរសុខទុក្ខស្ត្រីមានកូនតូច4គ្រួសារនៅភូមិបលាំង3គ្រួសារភូមិតាំងក្រូច1គ្រួសារភ្ជាប់ជាមួយអំណោយរបស់កាកបាទក្រហមកម្ពុជាផងដែរ ចាអរគុណវីដេអូនៅក្នុងវគ្គទី 2 របស់យើងនេះគឺបានបង្ហាញអំពីការអប់រំផ្សព្វផ្សាយអំពីជំងឺទឹកនោមផ្អែមនិងស្ត្រីមានផ្ទៃពោះហើយក្នុងនោះក៏បានសម្ភាសន៍វាគ្មិនអំពីការបង្ការជំងឺមហារីកមាត់ស្បូនជាពិសេសគឺការចាក់វ៉ាក់សាំងសម្រាប់កុមារីអាយុ 9 ឆ្នាំដែលជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយនៅជំងឺមហារីកសម្រាប់កុមារីសម្រាប់ស្ត្រីនៅជំងឺមហារីកមាត់ស្បូននេះដូច្នេះដែរនាងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកជំទាវពាក់ព័ន្ធទៅនឹងក្រុមការងារអិសរាជជនឆ្នាំថ្នាក់ជាតិថ្នាក់សាខាខេត្តកំពង់ធំនោះតើបានចូលរួមអ្វីខ្លះពីលើការងារនេះចាសូមគោរពអញ្ជើញ យើងបានផ្សព្វផ្សាយអប់រំដល់ឪពុកម្ដាយសិស្សានុសិស្សទាំងអស់សូមឲ្យគិតគូរអំពីបញ្ហាសុខភាពតាក់ទងទៅនឹងជំងឺមហារីកចាដែលមានការអំពាវនាវដល់ពួកគាត់ឲ្យយកកុមារទៅទទួលវ៉ាក់សាំងការពារមហារីកមាត់ស្បូននេះអាយុ 9 ឆ្នាំជាពិសេសទៀតក៏បានអប់រំដល់ពួកគាត់អំពីយុវវ័យដែលមិនទាន់មានការរួមភេទចាសូមឲ្យទៅទទួលយកវ៉ាក់សាំងនេះដែរចាក្នុងនេះផងដែរពាក់ព័ន្ធទៅនឹងជំងឺមហារីកមាត់ស្បូនពិសេសគឺការទទួលវ៉ាក់សាំងសម្រាប់កុមារីអាយុ 9 ឆ្នាំខ្ញុំគិតថាប្រទេសកម្ពុជាយើងដែលកំពុងប្រឈមនឹងជំងឺជាច្រើនដែលវាកើតមានជារៀងរាល់ថ្ងៃតាមរយៈទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋនិងតាមរយៈរបបអាហារនានាអ្វីដែលជាការកត់សម្គាល់នោះគឺអង្គការសុខភាពពិភពលោកផ្ដោតសំខាន់ទៅលើជំងឺមិនឆ្លង4ដែលមានជំងឺមហារីកជំងឺទឹកនោមផ្អែមជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃនិងជំងឺសរសៃឈាមបេះដូងចាហើយជំងឺមិនឆ្លងទាំងនេះវាគឺជាបន្ទុកមួយដ៏ធំដល់សង្គមចាដល់រាជរដ្ឋាភិបាលចាពិសេសគឺជំងឺមហារីកដែលតាមឯកសាររបស់សាខាកាកបាទក្រហមក៏បានបញ្ជាក់ផងដែរថាជំងឺមហារីកនិងជំងឺមហារីកមាត់ស្បូននេះបាននឹងកំពុងរីករាលដាលដល់ទៅកើនឡើងដល់ទៅ 90% បើប្រៀបធៀបទៅឆ្នាំមុនចាជាបន្តនាងខ្ញុំសូមអនុញ្ញាតជម្រាបសួរលោកជំទាវតាក់ទងនឹងការងារអិសរាជជនឆ្នាំថ្នាក់សាខានោះដែរបានចូលរួមយ៉ាងណាខ្លះជាមួយផ្នែកសុខាភិបាលតាក់ទងទៅដល់ជំងឺទឹកនោមផ្អែមនិងស្ត្រីមានផ្ទៃពោះលោកជំទាវចាសូមជឿក្នុងនាមកាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងជាអិសរាជជនឆ្នើមថ្នាក់ជាតិបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើការផ្សព្វផ្សាយដោយមានការសហការជាមួយនឹងមន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពមន្ទីរអប់រំគ្រឹះស្ថានបានទូលំទូលាយអំពីការយកកុមារីអាយុ 9 ឆ្នាំនិងក្មេងមិនទាន់ឆ្លងកាត់ការរួមភេទនេះ
ត្រូវទៅទទួលវ៉ាក់សាំងបង្ការមហារាជសដន់និងមហារាជមាត់ត្បូងឲ្យបានគ្រប់គ្នានឹងទាន់ពេលវេលាលើសពីនេះទៀតក្នុងនាមអិសរាជជនឆ្នើមសាខាកាកបាទក្រហមកម្ពុជាពិសេសគឺខេត្តកំពង់ធំនាងខ្ញុំគិតឃើញថាគ្មានអ្វីក្រៅពីចូលរួមបង្កើនការផ្សព្វផ្សាយលើបញ្ហានេះឲ្យបានច្រើនទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ចាសូមអរគុណលោកជំទាវជាចុងក្រោយតើលោកជំទាវមានចំណាប់អារម្មណ៍បែបណាដែរចំពោះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក 2025-2030 នោះលោកជំទាវចាសូមក្រុមជើញលោកជំទាវចាក្នុងនាមកាកបាទក្រហមកម្ពុជានាងខ្ញុំសូមគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការរៀបចំផែនការជាតិ 2025-2030 ហើយក៏សូមបដិញ្ញាចិត្តចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបង្កើនការផ្សព្វផ្សាយឲ្យបានទូលំទូលាយជាពិសេសទៅដល់ស្ត្រីនិងកុមារីពីជំងឺមហារីកនិងជំងឺមហារីកមាត់ស្បូនដោយណែនាំដល់ស្ត្រីជាមាតាឲ្យត្រូវតែយកកូនដែលមានអាយុ9ឆ្នាំហើយនឹងកូនដែលមិនទាន់បានឆ្លងកាត់ការរួមភេទទៅទទួលយកវ៉ាក់សាំងបង្ការជំងឺមហារីកនេះឲ្យបានគ្រប់គ្នាទាន់ពេលវេលាថែមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍តាមមូលដ្ឋានឲ្យមានការប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារពិសេសថែមលើនេះទៀតគឺសូមធ្វើលំហាត់ប្រាណផងដែរចាសូមគោរពអរគុណណាលោកជំទាវចាដែលបានផ្ដល់កិត្តិយសចូលរួមនិងផ្ដល់កិច្ចសន្ទនានៅក្នុងកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះចាសូមគោរពជូនពរលោកជំទាវមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចការចាសូមអរគុណចាទូរទស្សនិកជនជាទីគោរពនៅពេលនេះកិច្ចសន្ទនារវាងនាងខ្ញុំនិងវាគ្មិនកិត្តិយសបានឈានចូលមកដល់ទីបញ្ចប់ជាបន្តសូមគោរពអញ្ជើញតាមដានទស្សនាចំណាប់អារម្មណ៍របស់កម្មវិធីសូមអរគុណកាលពីខែតុលាឆ្នាំ2023រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការផ្ដល់ជូនការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនជាលើកដំបូងដល់កុមារីដែលមានអាយុ9ឆ្នាំក្រសួងសុខាភិបាលបានប្រកាសដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន HPV ដែលត្រូវចាក់តែមួយដូសដោយឥតគិតថ្លៃដល់កុមារីអាយុ9ឆ្នាំទៅក្នុងកាលវិភាគផ្ដល់ថ្នាំបង្ការជាតិដើម្បីគាំទ្រដល់ការបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជាសម្រាប់ក្មេងស្រីដែលមានអាយុលើសពីនេះត្រូវពិភាក្សានៅមណ្ឌលសុខភាពបន្ថែមកម្មវិធីអិសរាជជនឆ្នើមថ្នាក់ជាតិដែលលោកអ្នកបានតាមដានទស្សនាអំបញ្ញមិញនេះចប់តែប៉ុណ្ណេះកម្មវិធីលើកក្រោយក្រុមផលិតនឹងលើកយកប្រធានបទថ្មីមកបង្ហាញជូនជាបន្តកម្មវិធីអិសរាជជនឆ្នើមថ្នាក់ជាតិមានផ្សាយជូនទស្សនានៅម៉ោង 8 យប់ថ្ងៃប្រហ័សនិងចាក់ផ្សាយឡើងវិញលើកទី 1 ម៉ោង 10 ព្រឹកថ្ងៃសុក្រលើកទី 2 ម៉ោង 4 រសៀលថ្ងៃអាទិត្យនៅរាល់ចុងខែនីមួយៗលោកអ្នកក៏អាចទស្សនាវីដេអូកម្មវិធីនេះឡើងវិញបាននៅលើគេហទំព័រ www.redcross.org.kh និងទំព័រ Facebook កាកបាទក្រហមកម្ពុជា Cambodian Red Cross ដែលបានបង្ហាញជូននៅលើកញ្ចក់ទូរទស្សន៍ស្រាប់នៅពេលនេះខ្ញុំបាទនិងក្រុមផលិតសូមអរគុណនិងសូមជម្រាបលា